កម្មករកម្មការនីប្រមាណជាង20នាក់មានអាការៈវិលមុខក្អួតចង្អោរចុករាកក្រោយទទួលទាននំបញ្ចុកមុនពេលចូលធ្វើការនៅរោងចក្រមួយកន្លែងកម្មករកម្មការនីប្រមាណ23នាក់ត្រូវបានបញ្ជូនទៅសម្រាប់ព្យាបាលនៅមណ្ឌលសុខភាពសៀមរាបនិងខ្លះទៀតសម្រាប់ព្យាបាលនៅ clinic ឯកជនក្រោយមានអាការៈធីងថងវិលមុខក្អួតចង្អោរចុកពោះនិងរាកញឹកញាប់បន្ទាប់ពីពួកគាត់បានទទួលទាននំបញ្ចុកដែលលក់នៅក្នុងរោងចក្រមុនចូលបំពេញការងារករណីនេះបានកើតឡើងកាលពីវេលាម៉ោង 11:30 នាទីព្រឹកថ្ងៃទី 18 ខែមេសា ឆ្នាំ 2025 នៅចំណុចរោងចក្រផលិតស្បែកជើងមួយកន្លែងស្ថិតនៅក្នុងភូមិជ័យជំនះឃុំសៀមរាបស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលយ៉ាងណាមិញបន្ទាប់ពីទទួលបានដំណឹងនេះនារីសៀលថ្ងៃដដែលឯកឧត្តមក្រួយម៉ាឡែនអភិបាលរងខេត្តតំណាងឯកឧត្តមគូចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលដែលមានការចូលរួមពីមន្ទីរសុខាភិបាលខេត្តអាជ្ញាធរស្រុកកណ្ដាលស្ទឹងអញ្ជើញចុះសួរសុខទុក្ខនិងនាំយកថវិការបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឧបត្ថម្ភដល់កម្មករកម្មការនីដែលពលអាហារនៅមណ្ឌលសុខភាពនិង clinic ឯកជនដោយផ្ទាល់ក្នុងឱកាសចុះសួរសុខទុក្ខលោកអភិបាលរងខេត្តបាននាំយកនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងឯកឧត្តមអភិបាលខេត្តកណ្ដាលដោយក្តីនឹករលឹករាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតីបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់បងប្អូនកម្មករកម្មការនីទាំងអស់ជាក់ស្ដែងបន្ទាប់ពីទទួលបានព័ត៌មានភ្លាមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានយកចិត្តទុកដាក់តាមដាននិងពិនិត្យជាប់ជាប្រចាំដើម្បីធានាបានថាបងប្អូនទាំងអស់ដែលពលអាហារនៅពេលនេះមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់អាយុជីវិតឡើយជាមួយគ្នានេះឯកឧត្តមអភិបាលរងខេត្តបានលើកទឹកចិត្តដល់កម្មករកម្មការនីទាំងអស់ក៏មានការព្រួយបារម្ភនិងភ័យខ្លាចចំពោះការចំណាយក្នុងការព្យាបាលព្រោះថាបងប្អូនមានបានបទសរសរក្នុងការរ៉ាប់រងថ្លៃចំណាយទាំងអស់ដូច្នេះសូមបងប្អូនសម្រាប់ឲ្យបានស្រួលថែបំពន់សុខភាពឲ្យបានល្អដើម្បីឆាប់ជាសះស្បើយសូមជម្រាបជូនថាបើតាមលោកគួយប៊ុនធឿនប្រធានមន្ត្រីសុខាភិបាលខេត្តកណ្ដាលបានបញ្ជាក់ថាកម្មករកម្មការនីដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យពួកគាត់បានទទួលទាននំបញ្ចុកដែលលក់នៅក្នុងរោងចក្រមុនពេលចូលបំពេញការងារហើយចាប់ផ្ដើមមានអាការៈធីងថងវិលមុខក្អួតចង្អោររាកញឹកញាប់ពី4ទៅ6ដងនិងចុកពោះខ្លាំងបន្តគ្នាដែលឡែកគិតមកដល់ពេលនេះកម្មករកម្មការនីទាំងអស់មានអាការៈធូរស្បើយឡើងវិញហើយបន្ទាប់ពីមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យលោកបានគូបញ្ជាក់បន្ថែមថាជំហានដំបូងក្រុមការងារបានដាក់ការសង្ស័យថាបណ្ដាលមកពីការហូបនំបញ្ចុកពីព្រោះអ្នកដែលមានអាការៈពុលអាហារនេះសុទ្ធតែបានហូបនំបញ្ចុកមុនចូលធ្វើការហើយមកដល់ពេលនេះក្រុមការងារកំពុងតែពិនិត្យនិងស្រាវជ្រាវរកមូលហេតុដែលបណ្ដាលឲ្យមានការពុលអាហារនេះ